ស្ដីបងខ្ញុំចង់ឲ្យជួយផ្ដល់យោបល់ខ្ញុំបន្តិចខ្ញុំនឹងនាងទើបតែស្រឡាញ់គ្នាបានមួយរយៈកន្លែងនេះខ្ញុំមិនដឹងថាមួយរយៈហ្នឹងវារបៀបមិនទេខ្ញុំពិតជាចង់សាងគ្រួសារមួយដែលល្អជាមួយគេណាស់ចំណាយគេក៏ដូចគ្នាដែរពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែស្រឡាញ់នាងខ្លាំងទៅប៉ុន្តែថ្ងៃមួយគេបាននិយាយសុំទោសខ្ញុំហើយសួរខ្ញុំថាបើសិនជាស្ដាប់រឿងគាត់ហើយតើស្អប់គាត់ឬក៏អត់ខ្ញុំថាមិនស្អប់ទេនិយាយមកគាត់ក៏បាននិយាយអំពីអតីតកាលរបស់គាត់ក្រោយចប់ថ្នាក់ទី12គាត់ថាគាត់បានធ្លាប់ជ្រុលជ្រោះជាមួយនឹងសង្សារចាស់របស់គាត់ដែលបានស្រឡាញ់គ្នា8ឆ្នាំមកហើយនៅក្នុងរយៈវេលា8ឆ្នាំដែលបានស្រឡាញ់គ្នាហ្នឹងគាត់ក៏ធ្លាប់បានរស់នៅជាមួយគ្នារហូតដល់ទៅ2ទៅ3ឆ្នាំដែរទាំងដែលមានឈ្មោះត្រឹមតែជាសង្សារនៅឡើយទេខ្ញុំលឺហើយក៏ដៃជើងទន់អស់ទាំងខ្លួនគាត់បានឲ្យខ្ញុំមើលឆាតចាស់ដែលគាត់ធ្លាប់តាក់ទងគ្នាពីមុនហើយមានទាំងរូបភាពផ្អែមល្ហែមដាក់គ្នាទៀតផងខ្ញុំយំបន្តិចរួចក៏សួរគាត់ថាតើវាជាការពិតឬក៏ទេគាត់ថាវាជាការពិតហើយគាត់អត់ចង់កុហកខ្ញុំទេសម្រាប់ខ្ញុំមិនដែលស្អប់រឿងអតីតកាលរបស់គាត់ទេខ្ញុំទទួលយកបានគ្រប់យ៉ាងពីព្រោះខ្ញុំពិតជាស្រឡាញ់គាត់ស្មោះពិតមែនប៉ុន្តែខ្ញុំចង់ឲ្យបងជួយផ្ដល់ជាយោបល់បន្តិចថាតើខ្ញុំត្រូវធ្វើបែបណាទើបក្នុងចិត្តរបស់ខ្ញុំនឹងបានធូរចំពោះសមោលអតីតកាលរបស់នាងត្បិតខ្ញុំថាខ្ញុំទទួលយកនាងបានមែនប៉ុន្តែអារម្មណ៍ខ្ញុំនៅតែគិតខ្ញុំមិនចង់បែកនឹងនាងទេខ្ញុំចង់បន្តទៅមុខខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាសមោលអតីតកាលរបស់គាត់តែខ្ញុំទទួលយកមិនទាន់បាន100%រាល់ថ្ងៃខ្ញុំរត់តែស្រឡាញ់នាងហើយអាណិតនាងលើសដើមសង្ឃឹមថាបងអាចផ្ដល់ជាមតិឲ្យខ្ញុំបានធូរស្រាលចិត្តខ្លះអញ្ចឹងសាច់រឿងគាត់មានប៉ុណ្ណឹងជាទូទៅនៅពេលដែលបានអានសំណេរនេះខ្ញុំអាចចាប់ផ្ដើមយល់អំពីចេតនារបស់គាត់ហើយយើងមើលសាច់រឿងរបស់គាត់វិធីដែលខ្ញុំអាចយល់បានគាត់សុំយោបល់ខ្ញុំអញ្ចឹងមុននឹងខ្ញុំឆ្លើយអីគឺខ្ញុំត្រូវចាំគោលដៅរបស់ខ្ញុំដែរថាតើគាត់ចង់បានអីពីខ្ញុំអញ្ចឹងគាត់ថាគាត់ចង់បានយោបល់ពីខ្ញុំអញ្ចឹងអាយោបល់ហ្នឹងយោបល់ថាម៉េចធ្វើម៉េចឲ្យគាត់ធូរចិត្តមិនមែនជាយោបល់ថាត្រូវតែសម្រេចចិត្តលេងឬក៏មិនលេងគួរឈប់ស្រឡាញ់ស្រីនឹងឬក៏អត់ទេមិនមែនទេពីព្រោះគោលដៅដើមគឺមានតែប៉ុណ្្នឹងគឺគាត់ចង់ឲ្យធូរចិត្តរបស់គាត់អញ្ចឹងបើសិនជាគាត់ចង់ឲ្យធូរចិត្តខ្ញុំត្រូវស្វែងយល់តទៀតថាគាត់ហេតុអីបានជាគាត់ចង់ធូរចិត្តពីព្រោះស្ថានភាពឥឡូវគាត់ពិបាកទ្រាំប៉ុន្តែពេលដែលគាត់ថាគាត់ចង់បានស្រួលខ្លួននឹងមិនមែនមានន័យថាគាត់មិនចង់ទ្រាំទេគាត់ចង់ឆ្លងផុតដើម្បីមានលទ្ធភាពសុបាយចិត្តត្រឡប់មកវិញជាមួយនឹងមនុស្សដែលគាត់កំពុងតែស្រឡាញ់អញ្ចឹងមានន័យថាខួរក្បាលគាត់ចង់អនុគ្រោះឲ្យសង្សារគាត់ប៉ុន្តែគាត់អត់ដឹងវិធីក្នុងការអនុគ្រោះឲ្យសង្សារគាត់អញ្ចឹងគាត់មកសួរខ្ញុំដើម្បីឲ្យខ្ញុំជួយរកវិធីដើម្បីអាចអនុគ្រោះឲ្យសង្សារគាត់បានហើយគាត់ប្រហែលជាមានលទ្ធភាពអាចសុបាយចិត្តត្រឡប់មកវិញជាមួយនឹងស្នេហាដែលគាត់កំពុងតែមានអញ្ចឹងគោលដៅយើងច្បាស់គឺយើងគ្រាន់តែផ្ដល់យោបល់ឲ្យគាត់យល់អំពីស្ថានភាពគាត់ហើយប្រហែលជាពិចារណាថាតើមានលទ្ធភាពអនុគ្រោះឲ្យសង្សារគាត់បានឬក៏អត់ពេលដែលអនុគ្រោះបានសង្ឃឹមថាគាត់មានលទ្ធភាពរីករាយជាមួយនឹងស្នេហារបស់គាត់ត្រឡប់មកវិញយើងដដែលបន្តិចប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ជាសំខាន់ថាអានឹងគឺជាគោលដៅរបស់ខ្ញុំនៅពេលដែលខ្ញុំស្ដាប់សាច់រឿងរបស់គេអញ្ចឹងយើងមើលដើម្បីឲ្យដឹងថាតើគាត់គួរតែអនុគ្រោះបែបម៉េចគាត់គួរតែធ្វើម៉េចដើម្បីឲ្យអារម្មណ៍រីករាយយើងទៅមើលពីប្រភពបញ្ហាដែលធ្វើឲ្យគាត់អត់សប្បាយរីករាយសិនតើវាមានស្អីខ្លះដែរវាកំពុងតែឆុងឆាំងជាមួយនឹងអារម្មណ៍របស់គាត់អូខេជាក់ស្ដែងទំហំនៃក្តីស្រឡាញ់ដែលគាត់ថារហូតដល់ថ្នាក់ចង់កសាងគ្រួសារយើងអាចទទួលស្គាល់ថាបានធំប៉ុន្តែដូចយើងដឹងអញ្ចឹងកន្លែងធំដែលគាត់និយាយហ្នឹងគឺបញ្ហារបស់មនុស្សស្រីហ្នឹងគឺគាត់ធ្លាប់ជ្រុលជ្រោះជាមួយនឹងសង្សារចាស់ហើយសង្សារចាស់ហ្នឹងទៀតផងខ្លឹមសារធ្ងន់ហ្នឹងគឺធ្លាប់ស្រឡាញ់គ្នាជាមួយសង្សារគាត់សប្ងៃហ្នឹងគឺ8ឆ្នាំមកហើយធ្លាប់រស់នៅជាមួយគ្នាដល់ទៅ2-3ឆ្នាំឯណោះត្រឹមនាមតែជាសង្សារអញ្ចឹងកន្លែងនេះមានន័យថាម៉េចយើងអាចអានសកម្មភាពហ្នឹងយើងអាចអានស្ថានភាពហ្នឹងឲ្យយល់ងាយមនុស្សប្រុសយើងបើសិនជាយើងគិតទៅក្នុងវប្បធម៌ប្រពៃណីរបស់យើងធម្មតាសង្គមគឺបណ្ដុះគំនិតឲ្យយើងហ្នឹងទៅរកប្រពន្ធដែលកមុំឬក៏គឺបង្រៀនឲ្យមនុស្សប្រុសទៅរកមនុស្សស្រីបរិសុទ្ធហើយអាហ្នឹងខុសឬត្រូវខ្ញុំសូមអត់វែកញែកទេប៉ុន្តែដោយសារតែគាត់ប្រហែលជាចេញពីសង្គមឬក៏ផ្នត់គំនិតបែបហ្នឹងអញ្ចឹងហើយស្រាប់ទៅពេលដែលគាត់ឮថាសង្សារគាត់អស់ព្រមចារីឬក៏ធ្លាប់រស់នៅស្រឡាញ់គ្នាដល់ទៅ8ឆ្នាំរស់នៅជាមួយគ្នា2-3ឆ្នាំទៀតសម្រាប់គាត់មកប្រៀបធៀបជាមួយខ្លួនឯងគាត់គិតថាខ្ញុំធ្លាប់ស្រឡាញ់គ្នាបានមួយរយៈនេះគាត់ថាសង្សារគាត់ហើយនឹងគាត់ហ្នឹងគឺស្រឡាញ់គ្នាបានមួយរយៈអញ្ចឹងធម្មតាពេលដែលយើងស្រឡាញ់គ្នាយើងអត់សូវចង់ស្ដាប់រឿងអិចរបស់ម្ខាងទៀតទេធម្មតា
អិចដែលកើតឡើងមកពីដំបូងគឺវាផ្អែមល្ហែមច្រើនណាអញ្ចឹងការដឹងពីស្ថានភាពផ្អែមល្ហែមពីមុនហ្នឹងវាជួយចាប់សម្រាប់អ្នកឥឡូវអញ្ចឹងគេមិនសូវចង់និយាយពីប្រវត្តិទេហើយចែកដំសង្សារគាត់រៀងស្មោះត្រង់ជាមួយគាត់ទៅហើយប្រហែលជាសង្សារគាត់មានបញ្ហាណាមួយនៅក្នុងផ្លូវចិត្តហើយគាត់ដល់ថ្នាក់គាត់អាណិតមនុស្សប្រុសនឹងខ្លាំងពេកក៏គាត់សម្រេចចិត្តស្មោះត្រង់ឬក៏ក្លាហានក្នុងការសារភាពថាគាត់ធ្លាប់មានប្រវត្តិកខអញ្ចឹងជាភាគីខាងប្រុសនៅពេលដែលគាត់ស្រឡាញ់គេខ្លាំងពេកគាត់តែងតែចង់ដឹងថាតើសង្សារគាត់សប្ងៃស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាស្រីក៏ដូចគ្នាដែរក៏ប៉ុន្តែថាអានឹងគឺជាផ្នត់គំនិតឬក៏អារម្មណ៍សតិអារម្មណ៍របស់គាត់តែពេលណាដែលគាត់អង្គុយឆ្ងល់ថាគេស្រឡាញ់អញប៉ុណ្ណាឬក៏តើស្នេហាអញមានន័យប៉ុណ្ណាអញ្ចឹងចាប់ទៅពេលបានទៅដឹងដល់អប្រវត្តិចាស់ដែលគេធ្លាប់ស្រឡាញ់គ្នា8ឆ្នាំរស់នៅជាមួយគ្នា2-3ឆ្នាំអស់ព្រមចារីជ្រុលជាមួយគ្នាច្រើនទៀតអញ្ចឹងគាត់ចាប់ដើមអង្គុយឆ្ងល់ប្រហែលជាសង្សារអញនឹងអត់ស្រឡាញ់អញដូចសង្សារចាស់តាមពិតដូចតែគាត់និយាយមែនអញ្ចឹងគាត់ថាគាត់អនុគ្រោះសង្សារចាស់គាត់បានសម្រាប់សកម្មភាពនៅក្នុងភាសាដែលគាត់រៀបរាប់ហ្នឹងវាមានភាសាដែលបង្ហាញថាគាត់ហ្នឹងគឺមិនខឹងសង្សារគាត់ទេមូលហេតុដែលខ្ញុំនិយាយអញ្ចឹងយើងមើលមនុស្សនៅពេលដែលគាត់រងគ្រោះជាមួយនឹងស្ថានភាពអីមួយគាត់មានពីរជម្រើសទី1គាត់រៀបរាប់សាច់រឿងរងគ្រោះហ្នឹងតាមរយៈនិយាយចោទថាភាគីម្ខាងទៀតជាមនុស្សអាក្រក់កខដើម្បីឲ្យគាត់មានអារម្មណ៍សប្បាយចិត្តឬក៏ធូរចិត្តឬក៏ចង់ឲ្យអ្នកស្ដាប់ហ្នឹងយល់ពីចិត្តគាត់ឬកាន់ជើងគាត់ទី2គាត់និយាយតែពីរបៀបដែលបញ្ហាហ្នឹងវាជះឥទ្ធិពលដល់គាត់របៀបម៉េចដើម្បីស្នើសុំឲ្យអ្នកស្ដាប់ហ្នឹងជួយរកវិធីកែខៃស្ថានភាពរបស់គាត់ឲ្យគាត់មានអារម្មណ៍ប្រសើរឡើងពីបញ្ហាហ្នឹងអញ្ចឹងពីរជម្រើសហ្នឹងផ្លូវពីរហ្នឹងវាឲ្យយើងនឹងអាចយល់បានអំពីស្ថានភាពរបស់អ្នកដែលរងគ្រោះនឹងពិតប្រាកដថាគាត់ពិតជាត្រូវការអារម្មណ៍ប្រសើរឬក៏គាត់ត្រូវការឲ្យយើងជួយកាន់ជើងគាត់ហើយប្អូនប្រុសហ្នឹងគឺគាត់អញ្ចឹងគាត់គ្រាន់តែជាក្មេងប្រុសម្នាក់ដែលឈឺចាប់នឹងហឺស្នេហាហើយត្រូវការឲ្យខ្ញុំនឹងជួយប្រហែលជាពន្យល់ស្អីមួយចំនួនដល់គាត់ហើយឲ្យគាត់មានអារម្មណ៍ប្រសើរអញ្ចឹងបកត្រឡប់មកវិញវាពាក់ព័ន្ធអីគ្នានឹងរឿងនេះអញ្ចឹងយើងមើលឃើញថាជាមួយនឹងសង្សារគាត់អត់បានស្អប់សង្សារគាត់ទេគាត់នៅតែសារភាពថាស្រឡាញ់គេលើសដើមអាណិតគេលើសដើមក៏ប៉ុន្តែគាត់ស្អប់អាសកម្មភាពនោះអាសកម្មភាពដែរសង្សារចាស់ធ្លាប់នៅជាមួយគេនោះអញ្ចឹងគាត់ស្អប់សកម្មភាពប៉ុន្តែក៏អត់បានស្អប់មនុស្សទេអញ្ចឹងអានេះមានន័យថាអាសកម្មភាពនឹងទេអាព័ត៌មាននឹងទេដែលធ្វើឲ្យគាត់ឈឺចាប់មិនមែនមនុស្សនឹងទេដែលធ្វើឲ្យគាត់ឈឺចាប់អញ្ចឹងក៏អត់ខឹងមនុស្សទេគាត់ខឹងអាសកម្មភាពនឹងប៉ុន្តែសួរថាហេតុអីបានជាគាត់ខឹងសកម្មភាពនឹងពីព្រោះសកម្មភាពនឹងវាបំផ្លាញទឹកចិត្តគាត់ហើយនៅពេលដែលសកម្មភាពនឹងបំផ្លាញទឹកចិត្តគាត់នឹងវាមានន័យថាម៉េចគាត់ត្រូវរកវិធីក្នុងការអនុគ្រោះសកម្មភាពនឹងឲ្យចេញប៉ុន្តែគាត់អនុគ្រោះអត់បានហើយបើសិនជាយើងសួរថាហេតុអីបានជាគាត់អនុគ្រោះសកម្មភាពនឹងអត់បានពីព្រោះសកម្មភាពនឹងវាមានធរៈវេលារហូតដល់ទៅ8ឆ្នាំហើយរស់នៅជាមួយគ្នាដល់ទៅ2-3ឆ្នាំបើប្រៀបធៀបទំហំសកម្មភាពនឹងជាមួយនឹងការស្រឡាញ់គ្នារបស់គាត់ជាមួយនឹងសង្សារហ្នឹងគឺត្រឹមតែមួយរយៈហ្នឹងគឺវាខុសគ្នាឆ្ងាយមែនទែនអញ្ចឹងមានន័យថាម៉េចពេលដែលគាត់ឮគេធ្លាប់រស់នៅជាមួយគេហ្នឹងគឺអត់សូវឈឺចាប់ដូចអាពេលដែលគាត់ត្រូវគិតទៅដល់កម្រិតមួយថាគេ switch ជាមួយអ្នកមុនខ្លាំងហើយធ្លាប់នៅជាមួយគ្នាក្នុងកម្រិតហ្នឹងទៀតហើយថែមទាំង7-8ឆ្នាំចុះអញអញ្ចឹងចុះអញត្រឹមតែមួយរយៈហ្នឹងដល់ពេលអញ្ចឹងគាត់ប្រហែលជាមានអារម្មណ៍ថាអត់ស្មារតីឬក៏គាត់គិតថាគាត់អត់អាចទុកចិត្តបានមិនដឹងថាគេស្រឡាញ់អញដូចអញស្រឡាញ់គេឬក៏អត់ពីព្រោះគេធ្លាប់ស្រឡាញ់គ្នាក្នុងកម្រិតនោះហើយអញនៅក្នុងកម្រិតនេះអញ្ចឹងហើយធ្វើឲ្យគាត់នឹងអត់សប្បាយចិត្តកើតទុកអញ្ចឹងគាត់កើតទុកដោយសារគាត់ស្អប់សកម្មភាពភាគីខាងស្រីប៉ុន្តែខ្ញុំអាចបោះស្រាយឬក៏អាចបកស្រាយបញ្ហានឹងជូនបងអូនបានថាបើសិនជាបងអូនចង់យល់នេះគឺជាយោបល់បងបើសិនជាបងអូនឯងក៏លេចទៅមើលសកម្មភាពរបស់សង្សារអូនឯងទី1អ្វីដែលយើងអាចទទួលស្គាល់យ៉ាងច្បាស់ពីគាត់នឹងគឺគាត់មានភាពស្មោះត្រង់គាត់ក្លាហានគ្រប់គ្រាន់ក្នុងការសារភាពនិងប្រាប់សាច់រឿងមួយចំនួនដែលគាត់ជាទូទៅក្នុងនាមជាអ្នកដែលក្តាប់សាច់រឿងហ្នឹងគាត់មានសិទ្ធិ2ឬក៏មានជំរើស2ប៉ុន្តែគាត់សុខចិត្តយកជំរើស1តែអាចជំរើស1ហ្នឹងវាមានន័យរបស់វាជំរើស2ហ្នឹងស្អីគេទី1បើសិនជាគាត់សារភាពរឿងចាស់ហើយវាធ្វើឲ្យយើងខឹងហើយសុំគាត់បែកទី2មិនចាំបាច់សារភាពទេហើយបន្តស្រឡាញ់គ្នាអូនឯងនឹងអត់ដឹងរឿងនឹងមកជីវិតអញ្ចឹងស្នេហានឹងអត់មានឧបសគ្គទេប៉ុន្តែគាត់សុខចិត្តយកអាជំរើសនោះអាចជំរើសសារភាពទាំងដែលវាប្រឈមនឹងហានិភ័យធ្វើឲ្យអូនឯងអន់ចិត្តហើយអាចសុំគាត់បែកទៀតប៉ុន្តែគាត់សម្រេចចិត្តស្មោះត្រង់សួរថាហេតុអីពីព្រោះគាត់គោរពទឹកចិត្តរបស់អូនឯងក៏អត់ចង់បំផ្លាញអារម្មណ៍របស់ខ្លួនឯងទេគាត់ដឹងថាគាត់មានបញ្ហា1 2 3ពីមុនមកហើយក៏អត់ចង់ឲ្យបញ្ហាហ្នឹងคล้ายទៅជាសាច់រឿងដែលអាចបំផ្លាញអារម្មណ៍អូនឯងថ្ងៃក្រោយទេអញ្ចឹងមុននឹងអូនឯងដាក់ចិត្តស្រឡាញ់គ្នាជាមួយគាត់មុននឹងគាត់កសាងគ្រួសារជាមួយអូនឯងឬក៏មុននឹងអូនឯងវិនិយោគដីស្រឡាញ់បន្ថែមលើគាត់គ្រាន់តែចង់អូនឯងហ្នឹងភាសាគ្រប់ទឹកចិត្តអូនឯងពេកគាត់ចង់អូនឯងយល់ពីស្ថានភាពគាត់ឲ្យអស់ហើយពេលយល់ហើយអូនឯងនៅតែមានអារម្មណ៍ថា
ខ្ញុំនៅតែចង់បានគាត់អានឹងស្នេហានឹងវាកាន់តែមានតម្លៃសម្រាប់គាត់ផងសម្រាប់បងឯងផងអញ្ចឹងសួរថាអានឹងវាមានន័យថាម៉េចវាមានន័យថាមនុស្សដែលបងឯងកំពុងតែស្រឡាញ់គឺជាមនុស្សស្រីដែលក្លាហានហ៊ានទទួលស្គាល់សកម្មភាពរបស់ខ្លួនហើយគោរពទឹកចិត្តរបស់យើងសុខចិត្តស៊ូបង្ហាញភាពស្មោះត្រង់ទាំងដែលវាប្រឈមនឹងហានិភ័យបងឯងស្អប់ប៉ុន្តែក៏អត់ចង់ស្អប់ខ្លួនឯងតែគាត់ខ្លាចទៅជាមនុស្សកុហកបោកប្រាស់ខ្លួនឯងអំពីប្រវត្តិការពិតអញ្ចឹងនឹងគឺបង្ហាញថាគាត់គោរពបងឯងខ្លាំងហើយគាត់ស្រឡាញ់ឯងខ្លាំងអានឹងបងឯងនិយាយថាជាចំណុចល្អមួយដែលឯងត្រូវតែរៀនមើលឲ្យយល់អំពីមនុស្សល្អទី2ទៀតបើសិនជាឯងធ្លាប់មានអារម្មណ៍ទុនទាបអន់ចិត្តខ្លួនឯងថាគេស្រឡាញ់អ្នកមុនរហូតដល់ទៅ8ឆ្នាំហើយរស់នៅជាមួយគ្នាដល់2 3ឆ្នាំទៀតអូនឯងត្រូវសួរខ្លួនឯងកុំខ្វល់រឿងឆ្នាំអ្នកខ្លះនៅជាមួយគ្នាដល់ទៅ4 10ឆ្នាំក៏អាចបែកគ្នាស្អប់គ្នាបានដែរអញ្ចឹងចុះធំ7 8ឆ្នាំវាក៏ដូចគ្នាវាក៏អាចដូចគ្នាដែរប៉ុន្តែវាអត់សំខាន់លើឆ្នាំទេការស្រឡាញ់គ្នាបើយើងឃើញសកម្មភាពថាគាត់រីករាយឥឡូវហ្នឹងណាគាត់ពេញចិត្តគាត់ផ្ដល់តម្លៃឲ្យយើងឬក៏គាត់ care ពីយើងអូនឯង care ពីគាត់ត្រឡប់ទៅវិញហើយអាក្តីស្រឡាញ់ហ្នឹងវាធ្វើឲ្យឯងសប្បាយរាល់ថ្ងៃណាយល់ទេវាធ្វើឲ្យយើងរីករាយរាល់ថ្ងៃពេលជួបមុខគាត់ហើយគាត់រីករាយរាល់ថ្ងៃពេលជួបមុខយើងណាអាហ្នឹងយើងទៅមុខបានហើយយើងមិនបាច់ខ្វល់ដល់10 20ឆ្នាំពីមុនទេពីព្រោះអា10 20ឆ្នាំពីមុនហ្នឹងវាអាចអត់មានន័យខ្លឹមសារបើសិនជាសប្តាហ៍ថ្ងៃយើងស្រឡាញ់គ្នាប៉ុន្តែយើងជេរគ្នាឆ្លោះគ្នារាល់ថ្ងៃអញ្ចឹងយើងអត់អាចយកពេលវេលាមកវាស់ឲ្យតែយើងស្គាល់អ្នកណាមុនឬក៏ធ្លាប់នៅជាមួយអ្នកណាយូរយើងថាយើងស្រឡាញ់គាត់ទេអត់ទេយើងក៏អាចស្អប់គ្នាបានដែរអញ្ចឹងគេអាចយកឆ្នាំមកវាស់ក្តីស្រឡាញ់ទេឬក៏បើសិនណាឯងវាស់ក៏វាស់ទៅវាមិនខុសវាមិនត្រូវឯគ្រាន់តែវាអត់លោសិចទៅអញ្ចឹងរហូតទេទេសកាលប្រែប្រួលមនុស្សប្រែប្រួលមកថាដូចបងអញ្ចឹងបងស្គាល់គេជាមួយអ្នកផ្សេងណាត្រឹមតែមួយខែក៏ដោយតែបងឃើញថាស្រឡាញ់គួរឲ្យរាប់អានបងរាប់អានហើយបងអត់ខ្វល់ថាតើរាប់អានគ្នា10ឆ្នាំចាំស្រឡាញ់ទេអត់ទេវាអត់ទេអូខេអញ្ចឹងត្រឡប់មកវិញអូនឯងត្រូវរៀនមើលមនុស្សដែលអូនឯងកំពុងតែរាប់អានហ្នឹងគាត់គឺជាមនុស្សស្មោះត្រង់គាត់គោរពអារម្មណ៍របស់យើងតែបើសិនជាចំណុចមួយទៀតដែលបងមើលឃើញរូបភាពផ្អែមល្ហែមទៅអូនឯងនិយាយថាគេបង្ហាញហ្នឹងបើវាឈឺចាប់អូនឯងកុំមើលហើយបើជាក់ស្ដែងគេអត់គួរបង្ហាញអស់ហ្នឹងឯងហើយបងដឹងថាគេបង្ហាញរូបភាពនឹងឆាបទាំងអស់ហ្នឹងតាមបែបណាទេធម្មតាបើយើងអត់ស្រឡាញ់គេទេយើងអត់គួរទុកឯភាពខីខាំងស្អីបើសិនជាស្ដាប់បើប្រាប់ទៅហើយយើងអត់គួរទុកអារូបចាស់ទាំងអស់ហ្នឹងទេបើថាបែកគ្នាប្លុកចោលអស់កាត់ដាច់កុំយកវាមកអង្គុយមើលហើយកើតទុកហើយយកមកនាំអាសង្សារថ្មីហ្នឹងឲ្យគេឃើញឈឺចាប់ដែរវាអត់ទៅគួរអញ្ចឹងឯងអាហ្នឹងក៏វាអាចคล้ายទៅជាការបំផ្លាញទឹកចិត្តគាត់ដែរយើងអាចនិយាយតែមិនចាំបាច់បង្ហាញរូបភាពទេអូខេអញ្ចឹងត្រឡប់មកវិញបងសង្ឃឹមថាបងឯងទទួលបានសារប៉ុន្តែខ្ញុំនិយាយអញ្ចឹងវាហាក់ជាវាយូរពេកអញ្ចឹងខ្លីៗកាត់គឺខ្ញុំមានតែប៉ុណ្្នឹង